រឿងកុដលៈមានុបចំណេះវិជ្ជាពិតប្រាកដជាឃ្លាំងនៃសេរីក្នុងលោកក្នុងការកន្លងទៅហើយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីកាលនោះព្រះបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលអ្នករបាំមាននាមប្រកាសថាកុដលៈមានុបព្រះអង្គខំសិក្សាសិលសាស្ត្ររបស់អ្នករបាំបានចេះដឹងស្ទាត់ពិតប្រាកដកិត្តិសាបរបស់ព្រះអង្គក៏ល្បីទូទៅពេញសកលលោកព្រះបាទព្រហ្មទត្តបានជ្រាបដំណឹងថាកុដលៈមានុបចេះដឹងនៅចម្រៀងតូរតន្ត្រីល្បីល្បាញដូច្នោះហើយក៏ហៅមកឲ្យដេញពិណថ្វាយឯពិណរបស់កុដលៈមានុបនោះមានខ្សែ7បើដេញកាលណាសំឡេងពិណនឹងចម្រៀងពេញចូលគ្នាតែមួយពីរោះក្រៃពេកហាក់ដូចជាតូរតន្ត្រីទឹកព្រះបាទព្រហ្មទត្តទ្រង់ព្រះសណ្ដាប់ហើយមានព្រះទ័យត្រេកអរណាស់បានតាំងកុដលៈមានុបនោះជាអាចារ្យធំបំផុតក្នុងក្រុងពារាណសីឲ្យឈ្មោះថាកុដលាចារ្យទ្រង់ព្រះរាជទានរង្វាន់បៀវត្សឲ្យជានិច្ចរៀងរាល់ខែដល់រាប់ដល់អស់ជីវិតកុដលាចារ្យកាលបើបានប្រាក់រង្វាន់បៀវត្សនោះហើយក៏យកទៅជាខាងក្រោយមកមានបរិសម្នាក់ឈ្មោះមុសិលៈនៅក្នុងនគរឧជ្ជនេយ្យបានឮដំណឹងថាកុដលាចារ្យចេះសិលសាស្ត្រខាងរបាំតូរតន្ត្រីយ៉ាងឯកដូច្នោះហើយក៏ចូលទៅសូមរៀនឯកុដលាចារ្យបានឃើញលក្ខណៈរបស់មុសិលៈមានុបនោះក៏ដឹងច្បាស់ថាមានុបនេះជាមនុស្សមិនល្អអញមិនគួរឲ្យរៀនឡើយទើបប្រាប់ទៅមុសិលៈមានុបថាខ្ញុំគ្មានឱកាសបង្រៀនទេចូលអ្នកទៅរកអាចារ្យរៀនទៀតចុះពេលនោះមុសិលៈមានុបមិនព្រមទៅណាសោះក្រាញ់នៅបំរើមេដាបៃតារបស់កុដលាចារ្យបាននិយាយអង្វរឲ្យមេដាបៃតានោះជួយសុំឲ្យបានរៀនកុដលាចារ្យកាលបើមេដាបៃតារបស់ខ្លួននិយាយសុំឲ្យមុសិលៈមានុបរៀនដូច្នោះហើយក៏ព្រមឲ្យរៀនឯមុសិលៈមានុបជាមនុស្សមានបញ្ញាអាចរៀននៅសិលសាស្ត្រនោះបានចេះស្ទាត់ជំនាញដូចជាអាចារ្យរបស់ខ្លួនថ្ងៃមួយមុសិលៈមានុបគិតថាក្នុងលោកទាំងមូលមានតែព្រះបាទព្រហ្មទត្តដែលសោយរាជនៅក្នុងក្រុងពារាណសីនេះជាមហារាជាធិបរាជធំចម្បងជាងស្ដេចទាំងពួងគួរតែអញទៅសម្ដែងសិលសាស្ត្រថ្វាយដល់ស្ដេចដើម្បីឲ្យមានកេរ្តិ៍ឈ្មោះល្បីទូទៅក្នុងលោកដូចជាអាចារ្យរបស់អញលុះគិតដូច្នេះហើយក៏និយាយអង្វរសុំឲ្យកុដលាចារ្យជួនទៅនៅបម្រើព្រះបាទព្រហ្មទត្តដើម្បីចិញ្ចឹមជីវិតតទៅឯកុដលាចារ្យជាអ្នកមានសេចក្តីសង្គ្រោះបានឮដូច្នោះហើយក៏នាំមុសិលៈមានុបទៅថ្វាយព្រះបាទព្រហ្មទត្តហើយក្រាបទូលថាបពុតព្រះសមត្ថទេពសូមព្រះករណាជាម្ចាស់ជីវិតលើត្បូងជួយសង្គ្រោះដល់មុសិលៈមានុបនេះឲ្យទានព្រោះជាកូនសិស្សរបស់ទូលព្រះបង្គំមួយទៀតមានុបនេះចេះដេញពិណវិសេសណាស់ព្រះបាទព្រហ្មទត្តទ្រង់ព្រះសណ្ដាប់ដូច្នោះហើយទ្រង់ប្រើមុសិលៈមានុបនោះឲ្យដេញពិណថ្វាយទ្រង់សពព្រះរាជហឫទ័យនឹងសម្លេងពិណនោះក៏ទទួលឲ្យនៅក្នុងកាលជាខាងក្រោយមកមុសិលៈមានុបបានចូលទៅសូមលាព្រះបាទព្រហ្មទត្តទៅកាន់ជាតិមាតុភូមិរបស់ខ្លួនព្រះបាទព្រហ្មទត្តទ្រង់ខត់ថាអ្នកកុំទៅណាចាំអញឲ្យយុស័កនឹងបៀវត្សពាក្យកណ្ដាលបន្តពីអាចារ្យរបស់អ្នកតែមុសិលៈមានុបជាមនុស្សអកតញ្ញូលុះនៅក្នុងអំណាចនៃសេចក្តីលោភបានឮដូច្នោះហើយក៏ទូលតបវិញថាកុដលាចារ្យក៏ចេះស្មើនឹងទូលព្រះបង្គំដែរបើព្រះមហារាជពុំជឿហៅគាត់ឲ្យមកដេញពិណប្រឡងលបងមើលព្រះរាជាត្រាស់ថាបើដូច្នោះចាំអញឲ្យដំណឹងទៅកុដលាចារ្យកំណត់7ថ្ងៃទៀតឲ្យមកដេញប្រឡងនៅមុខព្រះរាជវាំងដំណឹងប្រឡងពិណនោះក៏ល្បីទូទៅពេញសកលលោកឯកុដលាចារ្យកាលបើបានទទួលព្រះរាជសារហើយក៏កើតសង្វេគក្នុងចិត្តបានគិតថាមុសិលៈមានុបនេះជាមនុស្សនៅក្មេងកំពុងមានកម្លាំងច្រើនបើអញទៅដេញពិណភ្នាល់នឹងវាមុខតែចាញ់វាមិនខានព្រោះចំណេះដឹងទាំងប៉ុន្មានបង្រៀនវាអស់ឥតសល់អញពុំគួរទៅភ្នាល់នឹងវាឡើយណាស់ហើយចុះស៊ូស្លាប់ទៅកើតទៀតល្អជាងកុំទៅឲ្យឃើញមុខអកតញ្ញូគិតដូច្នេះហើយក៏ដើរទៅចងកក្នុងព្រៃរៀបនឹងចងកបាននឹកឃើញដល់មេដាបៃតាចាស់ជរាក៏ត្រឡប់មកវិញ
មកដល់ផ្ទះហើយក៏នឹកឃើញសពគ្រប់ទៅចងកទៀតគ្រាន់តែទៅមកយ៉ាងនេះអស់6ថ្ងៃដោយសេចក្តីអាល័យចំពោះមេដាបៃតាដល់ថ្ងៃគម្រប់ទី7ទៅចងកទៀតដោយអំណាចកតញ្ញូតាចិត្តក៏ក្តៅក្រហាយដល់ពិភពសកទេវរាជសកទេវរាជបានជ្រាបថាកុទលាចារ្យនេះមានទុក្ខធ្ងន់ណាស់តើថ្ងៃនេះត្រូវទៅដេញពិនភ្នល់នឹងមុសិលមេនុបម្យ៉ាងទៀតក៏ត្រូវជាអាចារ្យរបស់អញក្នុងជាតិមុនអញគួរតែទៅជួយកត់ខានពុំបានក៏ហោះចុះមកបង្ហាញខ្លួនដល់កុទលាចារ្យហើយសួរថាលោកអាចារ្យមានទុក្ខដូចម្ដេចខ្ញុំចាំជួយកុទលាចារ្យដំណើររឿងរ៉ាវប្រាប់សពគ្រប់សកទេវរាជបានជ្រាបហើយនិយាយថាសូមលោកអាចារ្យទៅដេញពិនភ្នល់នឹងមុសិលមេនុបចុះឥឡូវជិតដល់ពេលហើយលោកអាចារ្យកុំព្រួយឲ្យសោះខ្ញុំនេះជាព្រះអិនត្រូវជាកូនសិស្សលោកអាចារ្យក្នុងជាតិមុនអ្នកដែលមានកូនសិស្សប្រហែលនឹងខ្ញុំនេះហើយកុំព្រួយសោះឡើយទៀងតែឈ្នះពុំខានឯកុទលាចារ្យកាលបើដល់ពេលហើយក៏ស្លៀកពាក់សំពត់សអាវសល្អស្អាតលីពិនមានខ្សែ7ចូលទៅកាន់ទីប្រជុំថ្វាយបង្គំព្រះបាទព្រហ្មទត្តហើយឡើងទៅលើតាំងខ្ពស់ជាមួយនឹងមុសិលមេនុបក្នុងពេលនោះមនុស្សទាំងឡាយជាច្រើនលានអ្នកបានមកប្រជុំគ្នានៅមុខព្រះបរមរាជវាំងដើម្បីមើលពិធីភ្នាល់ពិនកុទលាចារ្យមុននឹងលើកពិនឡើងដេញបានអើតមើលទៅអាកាសឃើញព្រះអិនកាន់ពិនមាសមានពណ៌ដូចភ្នៅទុំស្ថិតនៅពីលើក៏នឹងសង្ឃឹមថាជ័យជំនះនឹងមានដល់អញពុំខានឯមនុស្សទាំងឡាយមើលព្រះអិននោះមិនឃើញឡើយកុទលាចារ្យនិងមុសិលមេនុបចាប់ដេញពិនមួយបត់ដំបងស្មើគ្នាដល់បត់ទី2ព្រះអិនឲ្យសញ្ញាដល់កុទលាចារ្យឲ្យបណ្ដាច់ខ្សែពិនចេញមួយសំឡេងពិនរបស់កុទលាចារ្យក៏កាន់តែពីរោះឡើងព្រះអិនចេះតែឲ្យបណ្ដាច់ខ្សែម្ដងមួយដល់រាប់ដល់នៅតែខ្សែមួយសំឡេងពិនក៏រឹងរឹតតែពីរោះឡើងជាអស្ចារ្យឮសូរក្រលួចទៅឯដល់អាកាសគ្របសង្កត់សំឡេងពិនរបស់មុសិលមេនុបដោយអំណាចឫទ្ធិរបស់ព្រះអិនចំណែកឯមុសិលមេនុបកាលបើបានឃើញកុទលាចារ្យបណ្ដាច់ខ្សែពិននៅសល់តែមួយហើយមានសំឡេងពីរោះដូចនោះក៏បណ្ដាច់តាមបណ្ដាច់ខ្សែមួយអន់បន្តិច2អន់បន្តិចដល់រាប់ដល់នៅតែខ្សែមួយក៏ឡើងឮជាបែបបត់អ្វីសោះពួកមហាជនទាំងឡាយក៏ស្រែកហូឲ្យពរសពសាធុការដល់កុទលាចារ្យមានសំឡេងកឹងកងហាក់ដូចជាត្រុតផែនដីពេលនោះព្រះបាទព្រហ្មទត្តបានប្រើរាជអាមាត្យឲ្យយកច្រវាក់តាក់កមុសិលមេនុបអស់បណ្ដេញចេញទៅខាងក្រៅទីប្រជុំពួកមហាជនទាំងឡាយក៏តតធាក់វែងមុសិលមេនុបដល់រាប់ដល់ស្លាប់ក្នុងពេលនោះទៅឯកុទលាចារ្យក៏បាននៅរង្វាន់ក្នុងពេលនោះជាច្រើនកាលបើព្រះបាទព្រហ្មទត្តបានបូជារង្វាន់ដល់កុទលាចារ្យហើយសកទេវរាជក៏ត្រឡប់ទៅស្ថានទេវលោកវិញពួកទេវតាទាំងឡាយនាំគ្នាចូលទៅសួរសកទេវរាជថាបបិទ្ធមហារាជអំបញ្ញមិញនេះស្ដេចយាងទៅទីណាសកទេវរាជប្រាប់ថាទៅមើលលោកអាចារ្យរបស់ខ្ញុំដេញពិនភ្នល់នឹងមុសិលមេនុបឯក្រុងពារាណសីពួកទេវតាទាំងឡាយបានដឹងថាព្រះរាជារបស់ខ្លួនមានគ្រូអាចារ្យចេះដេញពិនដូច្នោះចង់ស្ដាប់ណាស់ទើបនាំគ្នាអង្វរសកទេវរាជសូមឲ្យអញ្ជើញកុទលាចារ្យទៅដេញពិនឲ្យស្ដាប់ព្រះអិនក៏ប្រើមេតលិទេវបុត្រឲ្យយកវិជ្ជយន្តរតចុះមកអញ្ជើញកុទលាចារ្យទៅស្ថានត្រៃត្រឹងទៅដល់ពួកទេវបុត្រទេវធីតាក៏នាំគ្នាមកចោមរោមជុំចិត្តហើយអញ្ជើញឲ្យដេញពិនឲ្យស្ដាប់កុទលាចារ្យនិយាយថាខ្ញុំតាំងពីចេះដេញពិនមកពុំដែលដេញអត់ឈ្នួលទេព្រោះខ្ញុំតែងចិញ្ចឹមជីវិតដោយសារតែថ្លៃឈ្នួលដេញពិនប៉ុណ្ណោះព្រះអិនបានឮហើយសួរថាលោកអាចារ្យត្រូវការរបស់អ្វីខ្ញុំបូជាកុទលាចារ្យឆ្លើយថាខ្ញុំមិនត្រូវការដោយទ្រព្យសម្បត្តិទេខ្ញុំសូមឲ្យទេវបុត្រទេវធីតាទាំងនេះប្រាប់ពីបុព្វកម្មរបស់ខ្លួនដល់ខ្ញុំសិនចាំខ្ញុំដេញពិនឲ្យស្ដាប់ជាខាងក្រោយពេលនោះទេវបុត្រទេវធីតាទាំងឡាយក៏ថ្លែងបញ្ញកម្មរបស់ខ្លួនប្រាប់ដល់កុទលាចារ្យគ្រប់គ្នាទើបកុទលាចារ្យដេញពិនឲ្យស្ដាប់លុះចប់ហើយមេតលិទេវបុត្រក៏ជួនកុទលាចារ្យមកមនុស្សលោកវិញ